បាទសួស្តីបងប្អូនអញ្ចឹងនេះគឺជាមេរៀនទី2ណាមេរៀនទី2នេះខ្ញុំនិយាយអំពីយើងបង្កើត object ហើយយើងចាក់ពណ៌ទៅលើ object ណាមួយបាទអញ្ចឹងជំហានដំបូងយើងបង្កើត object មកឧទាហរណ៍ខ្ញុំចុចយកពាក្យ plan បាទ plan នេះគឺតំណាងឲ្យobject កំប៉ែតឬក៏យើងហៅថា floor ឬក៏ bath ឬក៏ ground បាទ plan នេះអញ្ចឹងនេះខ្ញុំតំណាងឲ្យជា floor មួយចុះហើយខ្ញុំចុចយក object មួយទៀតយក object sphere moon បាទអញ្ចឹងកន្លែងនេះគឺយើង click hold វាមកវាបង្រីកបង្រួម object យើងបាទហើយខ្ញុំអូសវាឡើងលើបន្តិចមកថយក្រោយបន្តិចឆ្វេងបន្តិចមកហើយខ្ញុំ scale វាបន្តិចទៀតបាទចំណែក floor នេះក៏ដូចគ្នាយើងអាច scale វាបានដោយចុចកន្លែងចំណុច point នេះមកគឺយើង scale ទំហំ axis x របស់វាយើងអាច scale យកប៉ុណ្ណាក៏បានដែរហើយកន្លែងទៅនេះគឺវាបង្ហាញចំនួនតួលេខនៃទំហំនៃobject ហ្នឹងបាទអមថាខ្ញុំ scale x នេះគឺវាតំណាងឲ្យ width បាទ527 សង់ទីម៉ែត្រអញ្ចឹងអមថាខ្ញុំយក600សង់ទីម៉ែត្រយើងអាចវាយលេខលើហ្នឹងហើយយើង click enter មកបាទអញ្ចឹងវាឲ្យយើងទទឹងនេះ600សង់ទីម៉ែត្រហើយជម្រៅនេះវាតំណាងឲ្យពាក្យថា height ខ្ញុំយកជម្រៅថា4ម៉ែត្រចុះ400សង់ទីម៉ែត្រចុះបាទស្មើនឹង4ម៉ែត្រអញ្ចឹងខ្ញុំបាន floor មួយហើយនឹង object moon មួយហើយខ្ញុំបង្កើតអក្សរ 3D មួយចុះខ្ញុំ hold លើវាខ្ញុំ click លើពាក្យ text នេះបាទហើយខ្ញុំ click កន្លែង middle នេះបាទតោះមកយើង scale វាឲ្យតូចបន្តិចមកយើងចុចកន្លែងនេះនេះជម្រៅបាទ scale កន្លែងនេះបាទហើយខ្ញុំអូសវាមកឆ្វេងបន្តិចមកបាទអូខេអញ្ចឹងយើងបាន object ប៉ុណ្ណេះហើយយើងចាប់ផ្ដើមចាក់ពណ៌លើវាបាទអញ្ចឹងនៅពេលដែលយើងចាក់ពណ៌យើង click នៅកន្លែង material manager នេះមកហើយយើង click លើសញ្ញាបូកមានន័យថាយើងបង្កើត material មួយបាទហើយយើង click មួយទៀតយើងបង្កើតបាន material ទី2យើង click មួយទៀតយើងបង្កើតបាន material ទី3បាទអញ្ចឹងពេលដែលយើង click មកមានន័យថា new material គឺវាអត់ឲ្យពណ៌អីផ្សេងក្រៅពីពណ៌សទេតោះមកយើងចាប់ផ្ដើមដូរពណ៌វាយើង click លើ material ណាមួយហើយយើងចាប់ផ្ដើមអូសលឿននេះមកតានេះខ្ញុំយកពណ៌បៃតងណាហើយចំណែកអានេះយើងអាចដាក់ជារូបភាពនៅលើ material ហ្នឹងក៏បានដែរមួយទៀតបើយើងខ្ជិលមើលកន្លែងនេះយើងអាច double click លើវាបាទវាបង្ហាញយើង material editor ដូចគ្នានៅកន្លែងនេះដែរបាទតែគ្រាន់តែវាបង្ហាញធំជាងកន្លែងនេះអីចឹងទៅបាទអញ្ចឹងខ្ញុំ double click លើ material នេះហើយខ្ញុំជ្រើសរើសយករូបភាពមួយយើងចុចកន្លែង color នេះកន្លែងពាក្យ texture នេះហើយយើងចុចកន្លែងនេះអញ្ចឹងយើងអាចរើសជារូបភាពមួយមកខ្ញុំរើសយកពីស័ង្កសីមួយចុះឬក៏ឈើចុះឬក៏នេះចុះហើយកន្លែងនេះវាសួរយើងតើយើងចង់ទាញរូបភាពនឹងមករក្សាទុកនៅក្នុង project យើងនៅពេលដែលយើង save project យើងទៅកន្លែងណាមួយគឺក្នុង project ហ្នឹងគឺវាមានរូបដែលយើង select អំបញ្ញមិញហ្នឹងនៅក្នុង project ហ្នឹងដែរតែបើយើងចុច no រូបភាពទាំងហ្នឹងគឺវាមាននៅក្នុងកម្មវិធីក៏ប៉ុន្តែវារក្សា file ដើមនៅកន្លែងចាស់ដែលយើង store នៅក្នុង hard disk ណាមួយគឺវារក្សានៅកន្លែងហ្នឹងដដែលវាអត់ copy រូបហ្នឹងយកមកទុកក្នុងកន្លែង location project របស់យើងទេអញ្ចឹងខ្ញុំចុច no ចុះខ្ជិល copy យើងប្រើរក្សានៅកន្លែង
location ចាស់វាទៅដែរបាទអញ្ចឹងយើងបានរូបហើយចំណែក material ទី3នេះទី3នេះខ្ញុំយកវាជាប្រភេទឲ្យវាមាន reflection តិចចុះខ្ញុំយកវា reflect strength មកប្រភេទជាដែកតិចចុះមកហើយយើងយកពណ៌វាបន្តិចទៅមកយើងបាន material 3 ហើយអញ្ចឹង material ទី1នេះគឺខ្ញុំដាក់នៅលើអក្សរយើងអាចអូស material នឹងមក click អូសវាមក drop នៅលើ object យើងបាទអញ្ចឹង object នេះវាបាន material ពណ៌ដែលយើងអូសដាក់មិញហើយមួយទៀតយើងខ្ជិលតម្លាក់នៅហ្នឹងយើងអាចតម្លាក់លើកន្លែង object nature នេះក៏បានដែរអញ្ចឹងវាបានរូបភាពនឹងដូចគ្នាបាទអូខេអញ្ចឹងយើងបាន object យើងបានពណ៌ដែលយើងចាក់ទៅលើ object នីមួយៗហើយបាទអូខេអញ្ចឹងមេរៀនទី2នេះចប់តែប៉ុណ្ណេះហើយខ្ញុំនឹងចេញមេរៀនបន្តទៀតបាទសូមអរគុណបាទ